ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនដែលនិយមតាមដានលើផេកពីទូ MC Admin ទូកងោជាទីស្រឡាញ់ជាពិសេសបងប្អូនដែលចូលចិត្តតាមដាននៅកម្មវិធីមរតកទូកងោខ្មែរនៅក្នុងថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរមកលេងនៅទឹកដីនៃវត្តមនីសាគរខ្ចៅហើយក៏ឆ្លៀតចូលផ្ដិតយកនៅទស្សនភាពទូកងោវត្តខ្ចៅយើងឲ្យបងប្អូនបានទស្សនាផងដែរបាទបើនិយាយជារួមទៅគឺខ្ញុំធ្លាប់បានមកទីតាំងនេះដូចជាពី3ដងដែរតាំងដឹងអីអញ្ចឹងនៅក្នុងថ្ងៃនេះគឺគ្មានអីទេគ្រាន់តែចង់បង្ហាញបងប្អូនអំពីទស្សនភាពនិងស្ថានភាពនៃបច្ចុប្បន្នភាពរបស់ទូកងោវត្តមនីសាគរខ្ចៅយើងដែលមានគេឈ្មោះបោះសម្លេងនិងល្បីល្បាញកាលពីអតីតកាលបងប្អូនណាក៏ធ្លាប់ឮដែរបាទផ្គរលាន់បាទផ្គរលាន់គឺជាទូកដ៏ល្បីល្បាញប្រចាំវត្តមនីសាគរខ្ចៅរបស់យើងហើយអ្វីដែលរីករាយសាទរទៀតនោះគឺវត្តមនីសាគរខ្ចៅរបស់យើងគឺកំពុងតែធ្វើការដំណើរការនៃការរៃបច្ច័យដើម្បីជាវទូកបាទផ្គរលាន់ថ្មីក្នុងការបន្តគេដំណើររបស់វត្តមនីសាគរខ្ចៅរបស់យើងបាទអញ្ចឹងបងប្អូនប្រិយមិត្តទស្សនិកជននេះគឺជាទស្សនភាពនិងស្ថានភាពបច្ចុប្បន្នហើយយ៉ាងណាមិញជិះចូលមកមិញហ្នឹងគឺឃើញមានការធ្វើរោងទូកទៅហើយបងប្អូនបានន័យថាត្រៀមលក្ខណៈរួចរាល់ជាស្រេចសម្រាប់បាទស្វាគមន៍នៅសមាជិកថ្មីនៅថ្ងៃអនាគតបាទបានន័យថាត្រៀមជើងព្រួរួចតែម្ដងបាទធ្វើរោងទូកធ្វើអីចាំតែម្ដងរីឯមួយគ្រឿងដែលរលើបរលោងបងប្អូនឃើញនេះបាទຂະຫນាតអន្តរជាតិមួយគ្រឿងនេះមិនមែនទូកផ្គរលាន់ទេគ្រាន់តែជាទូកដៃគូសម្ព័ន្ធភាពរបស់វត្តខ្ចៅបានយកមកផ្ញើយកមកទុកដាក់សំណាក់អាស្រ័យមករយៈពេលបាទដែលជាទូកមានគេឈ្មោះបោះសម្លេងល្បីល្បាញមកពីព្រំប្រទល់កម្ពុជាឡាវដែលមានឈ្មោះថាខំកើតសែនជ័យស្មារតីសាមគ្គីបាទហើយខំកើតសែនជ័យស្មារតីសាមគ្គីនេះគឺបច្ចុប្បន្ននេះគឺកំពុងតែទុកនៅនឹងវត្តមនីសាគរហើយវត្តខ្ចៅរបស់យើងទេបាទមិនតាន់យកទៅវិញទេហើយយ៉ាងណាមិញបងប្អូនយើងងាកចូលប្រធានបទរបស់យើងបន្តទៀតបាទពីរគ្រឿងនេះគឺជាទូកដែលមានឈ្មោះថាផ្គរលាន់ដូចគ្នាមួយគ្រឿងនៅខាងជើងនោះគឺជាទូកបាទផ្គរលាន់ពីបរមបុរាណមករីឯមួយគ្រឿងនេះគឺជាទូកផ្គរលាន់ដែលមានចំណុះ60នាក់ជាងបាទដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតម៉ៅភិរុនណាហើយឥឡូវនេះស្ថានភាពទ្រុឌទ្រោមហើយមានបងប្អូន fan ជាច្រើនតែងតែចង់ឃើញវត្តមានរបស់អ្នកលេងផ្គររន្ទះមួយគ្រឿងនេះវិលត្រឡប់ចូលទីលានប្រកួតវិញហើយក្តីសម័យក្តីរំពឹងរបស់បងប្អូនអ្នកខាងខ្ចៅរបស់យើងណាឥឡូវបានដូចបំណងហើយប្រគូចៅអធិការព្រះអង្គលោកកំពុងតែធ្វើការរៃប្រាក់រៃបច្ច័យហ្នឹងគឺដើម្បីជាវនៅទូកថ្មីទុកឲ្យបងប្អូនបាទលេងកំសាន្តនៅក្នុងរដូវផ្សេងជាពិសេសនោះគឺដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូករបស់យើងផងដែរបាទអញ្ចឹងក៏សូមបាទអបអរសាទរជាមួយនឹងវត្តមានការវិលត្រឡប់មកសារជាថ្មីរបស់អ្នកលេងផ្គររន្ទះបាទផ្គរលាន់យើងបាទវិលត្រឡប់មកសារជាថ្មីលើកនេះវិញសង្ឃឹមថាទូកថ្មីរបស់វត្តមនីសាគរខ្ចៅដែលមានថាឈ្មោះផ្គរលាន់ដែលគ្រោងនឹងផលិតនៅរយៈពេលខាងមុខឆាប់នេះពេលផលិតហើយទទួលបានល្បឿនលឿនសមប្រកបដោយបំណងពងប្រាថ្នាបងប្អូនប្រិយមិត្តទស្សនិកជននៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេគឺគ្រាន់តែចង់ឲ្យបងប្អូនបានឃើញអំពីទស្សនវិជ្ជានិងស្ថានភាពបច្ចុប្បន្នរបស់ទូកងផ្គរលាន់ហើយទាំងពីរគ្រឿងនេះក៏ត្រៀមនឹងសម្អាតជួសជុលកែច្នៃបន្តិចតួចឡើងវិញដាក់ចូលក្នុងរោងជ័យរោងថ្មីរោងលៀបរោងហេងជាមួយនឹងទូកងផ្គរលាន់ថ្មីនៅពេលដែលយកមកដល់វត្តផងដែរបាទសូមអរគុណសូមជម្រាបលាជួយចែករំលែកវីដេអូនេះទាំងអស់គ្នាដើម្បីជាការលើកកម្ពស់វិស័យកីឡាប្រណាំងទូកនៅកម្ពុជា